ជាឲ្យបងប្អូនកាន់តែក្តៅមែនទែនហើយឥឡូវនេះថៃទុកពេលឲ្យ24ម៉ោងថាគេនឹងវាយយកប្រាសាទតាក្របីនិងប្រាសាទខ្នារបស់កម្ពុជាហើយសូមបងប្អូនធ្វើការសៀចេញជាបន្ទាន់ដើម្បីផ្ដល់ព័ត៌មានដ៏សំខាន់មួយនេះជូនទៅកាន់បងប្អូនប្រជាជនកម្ពុជាយើងដែលរស់នៅក្នុងតំបន់ជុំវិញប្រាសាទតាក្របីនិងបងប្អូនយើងដែលស្ថិតនៅក្នុងតំបន់ព្រំដែននានាដែលកំពុងតែមានចំនួននេះអនុញ្ញាតជម្រាបសួរបងប្អូនប្រិយមិត្តទេសជនជាទីគោរពរាប់អានស្វាគមន៍មកកាន់វីដេអូព័ត៌មានក្តៅដែលខ្ញុំធ្វើការផ្សព្វផ្សាយជាបន្ទាន់ជូនបងប្អូនប្រិយមិត្តទេសជននិងប្រជាជនកម្ពុជាទាំងអស់ដែលកំពុងតែព្រួយបារម្ភអំពីស្ថានភាពនៅព្រំដែនពាក់ព័ន្ធជាមួយសកម្មភាពថៃនៅតែបន្តរំលោភបទច្បាប់និងទាមទារនៃការធ្វើសឹកសង្គ្រាមជាមួយកម្ពុជាជានិច្ចខណៈពេលនេះមេភូមិភាគ2ថ្មីរបស់ថៃបានចេញប្រកាសហើយថាទប់រយៈពេលឲ្យ24ម៉ោងសម្រាប់កម្ពុជានឹងធ្វើការវាយយកប្រាសាទតាក្របីនិងប្រាសាទខ្នារបស់កម្ពុជាបើតាមសេចក្តីរាយការណ៍រយៈពេលប្រមាណជា1ម៉ោងមុននេះតាមរយៈเพจផ្លូវការរបស់លោកផែងវណ្ណៈដែលជាអ្នកសារព័ត៌មានដ៏ល្បីល្បាញម្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលយើងគួរឲ្យទុកចិត្តបានលោកបានសរសេរនៅក្នុង caption របស់លោកដូចនេះថារដ្ឋមន្ត្រីក្រសួងការបរទេសថៃបានជួបប្រជុំ4ភាគីជាមួយនឹងកម្ពុជាក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ីនិងសហរដ្ឋអាមេរិកដើម្បីរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹងអំពីបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរគឺកម្ពុជានិងថៃចំណែកអាមេតបសៀមវិញបែរជាប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជាដើម្បីប្លន់យកប្រាសាទតាក្របីនិងប្រាសាទខ្នារយៈពេល24ម៉ោងបងប្អូនប្រិយមិត្តទេសនិកជនរួមជាតិជាទីគោរពប្រមាណនេះគឺជាដំណឹងមួយដ៏ក្តៅគប់តែម្ដងដែលវាពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយនឹងគំនិតដ៏ថោកទាបរបស់មេភូមិភាគ2ថៃមួយនាក់នេះសកម្មភាពតក៏ឃ្លឿននេះវាបានសបញ្ជាក់យ៉ាងច្បាស់ក្រឡែតថាថៃមិនបានគោរពបទច្បាប់ទេប៉ុន្តែផ្ទុយទៅវិញបែរជាប្រកាសធ្វើសង្គ្រាមជាមួយកម្ពុជានៅក្នុងរយៈពេល24ម៉ោងហើយទាមទារចង់ប្លន់យកប្រាសាទតាក្របីនិងប្រាសាទខ្នារបស់កម្ពុជាទៀតផងនេះគឺជាទង្វើរំលោភបំពាននិងស្ដែងឲ្យឃើញអំពីចរិតឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាប្រាសាទតាក្របីនិងប្រាសាទខ្នាគឺជាតែនអធិបតេយ្យភាពរបស់កម្ពុជាគឺជាទីតាំងប្រវត្តិសាស្ត្រស្ថិតនៅលើទឹកដីរបស់សុវណ្ណភូមិយើងហេតុអ្វីបានជាប្រទេសថៃប្រើពាក្យដូចនេះនេះគឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុតដែលកម្ពុជាមិនអាចទទួលយកបានទេរយៈពេល24ម៉ោងនេះវាគឺជាការដាក់កំណត់ដើម្បីឲ្យកម្ពុជាត្រៀមក្នុងការធ្វើសង្គ្រាមជាមួយនឹងថៃហើយសង្គ្រាមនេះគេប្រកាសថានឹងវាយកប្រាសាទរបស់យើងទៀតយកដែនអធិបតេយ្យភាពរបស់យើងទៀតតើបងប្អូនគិតយ៉ាងណាដែរបងប្អូនមានអារម្មណ៍យ៉ាងណានេះឬការដឹកនាំរបស់ប្រទេសថៃម្សិលមិញនេះក្រសួងការបរទេសរបស់ថៃក្រសួងការបរទេសរបស់កម្ពុជារួមជាមួយនឹងភាគីម៉ាឡេស៊ីព្រមជាមួយសហរដ្ឋអាមេរិកបានធ្វើកិច្ចប្រជុំមួយយ៉ាងសំខាន់ដើម្បីស្វែងរកដំណោះស្រាយណាមួយនៃចំនួនទ្វេភាគីរវាងកម្ពុជានិងថៃប៉ុន្តែមិនបានប៉ុន្មានម៉ោងផងរហូតមកទល់ថ្ងៃទី13ខែតុលាឆ្នាំ2025មិនបែរនេះការទូតនិយាយផ្សេងប៉ុន្តែមេតបរបស់ថៃនិយាយផ្សឹកប្រទេសថៃគ្មានឋានៈដឹកនាំពិតប្រាកដទេនាយករដ្ឋមន្ត្រីបច្ចុប្បន្ននេះគឺជានាយករដ្ឋមន្ត្រីស្ថិតនៅលើចង្អុលដៃរបស់យោធាតែប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយខណៈពេលនេះអ្វីដែលយើងត្រូវធ្វើនោះគឺត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតជាពិសេសគឺប្រជាជនយើងដែលរស់នៅក្នុងតំបន់នោះផ្ទាល់តែម្ដងពោលគឺនៅក្នុងតំបន់ជុំវិញនៃប្រាសាទតាក្របីនិងប្រាសាទខ្នារបស់កម្ពុជាបងប្អូនប្រហែលជាដឹងហើយប្រាសាទតាក្របីប៉ុន្តែប្រាសាទខ្នាបងប្អូនប្រហែលជាមិនសូវបានឮឬក៏បានឮដែរប៉ុន្តែបងប្អូនខ្លះមិនទាន់ច្បាស់ថាតើនៅក្នុងតំបន់ណាមួយនៃប្រទេសកម្ពុជានៅក្នុងនេះខ្ញុំនឹងសូមបញ្ជាក់ជូនបងប្អូនឲ្យបានច្បាស់ថាតើប្រាសាទខ្នាគឺស្ថិតនៅលើខេត្តណាហើយស្ថិតនៅក្នុងចំណុចណាដែរនៃប្រទេសកម្ពុជាងាយស្រួលបងប្អូននឹងបានដឹងពីទីតាំងភូមិសាស្ត្រនៅក្នុងការប្រុងប្រៀបនិងប្រុងប្រយ័ត្ននៃការគម្រាមកំហែងរបស់មេភូមិភាគ2ថៃមួយរូបនេះប្រាសាទខ្នារបស់កម្ពុជានេះថៃបានអះអាងជាយូរយារណាស់មកហើយដែលបានអះអាងថាប្រាសាទខ្នានេះគឺជារបស់ថៃនៅលើទឹកដីរបស់ថៃអះអាងថាប្រាសាទខ្នាស្ថិតនៅលើជួរភ្នំដងរែកឬក៏ហៅថាច្រកខ្នាហើយខ្មែរយើងបានរំលោភអធិបតេយ្យភាពរបស់ថៃដោយបានទៅសាងសង់ជណ្ដើរឡើងលើប្រា
ប្រាសាទខ្នានិងទាហានកម្ពុជាបានដាក់មូលដ្ឋានទ័ពនៅទីនោះទីតាំងប្រាសាទខ្នានេះស្ថិតនៅក្នុងមូលដ្ឋានភូមិអូទឹកចោលសង្កាត់កូនគ្រៀលក្រុងសំរោងខេត្តពោធិ៍មានជ័យទល់មុខទៅនឹងស្រុកកាបឈើងខេត្តសុរិន្ទដោយសារតែទីតាំងប្រាសាទស្ថិតនៅលើភ្នំមួយកម្ពស់ប្រមាណជាង400ម៉ែត្រដែលជាផ្នែកនៃជួរភ្នំដងរែកសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនលោកបានផ្ដួលផ្ដើមឲ្យសាងសង់ចំដាយឈើមួយដែលមានចំនួន1181កាំដើម្បីឡើងទៅកាន់ទីប្រាសាទខ្នាកាលពីឆ្នាំ2019អ្វីត្បិតតែប្រាសាទនេះមានការបាក់បែកអស់ទៅហើយតួប្រាសាទដីសក់ធាតុធ្លាក់រៀបដល់ដីបំណែកនានានៃប្រាសាទដូចជាសសរពេជ្រផ្ដែនៅរប៉ាត់រប៉ាយផ្ទាល់ដីនៅសល់តែរបងថ្មបាយក្រៀមប្រមាណជាង10ម៉ែត្រតែប៉ុណ្ណោះនៅក្នុងបរិវេណប្រាសាទមួយនេះមានសិលាចារឹកពើផ្ទាំងប៉ុន្តែសិតរិចរិលខ្លាំងណាស់ទៅហើយដែលយើងមិនច្បាស់ថាត្រូវបានគេផ្ដានទប់ហើយឬនៅនោះទេបងប្អូនអញ្ចឹងបន្ទាប់ពីបងប្អូនបានស្ដាប់សម្រាប់បងប្អូនប្រជាជនកម្ពុជាយើងដែលអត់បានដឹងនេះហើយគឺជាទីតាំងប្រាសាទខ្នាតសូមបងប្អូនមានការប្រុងប្រយ័ត្នបន្ថែមដោយសារនេះគឺជាការអះអាងយ៉ាងពិតប្រាកដហើយរបស់មេភូមិពាក្យពីថ្មីរបស់ថៃដែលទប់រយៈពេល24ម៉ោងនឹងធ្វើការវាយយកប្រាសាទតាក្របីនិងប្រាសាទខ្នាតរបស់កម្ពុជាឲ្យខានតែបានបងប្អូនប្រសិនបើរឿងនេះកើតឡើងយ៉ាងពិតប្រាកដមែនវាគឺជាក្តីទុក្ខលំបាកសម្រាប់បងប្អូនប្រជាជនយើងទៀតហើយបងប្អូនអញ្ចឹងយើងទាំងអស់គ្នាទាំងនៅក្នុងនិងក្រៅប្រទេសទាំងបងប្អូនមិនមែនស្ថិតនៅក្នុងទីតាំងកងទ័ពជួរមុខយ៉ាងណាក៏ដោយសូមយើងមេត្តារួបរวมកម្លាំងគ្នាដោយកាលពីលើកមុនទៀតប្រឹងប្រែងជួយឧបត្ថម្ភគ្រប់គ្រងនិងផ្ដល់កម្លាំងចិត្តទៅលើវីរៈកងទ័ពយើងប្រសិនបើយើងជៀសមិនផុតប្រហែលជាអាចប៉ះទង្គិចគ្នាហើយបងប្អូនគណៈពេលនេះសង្គ្រាមកម្ពុជាអត់ចង់ទេបងប្អូនទាំងខ្ញុំទាំងគេទាំងបងប្អូនប្រជាជនយើងមិនដែលចង់បានសង្គ្រាមទេចង់ឲ្យសន្តិភាពដូច្នេះហើយទើបមួយរយៈកាលនេះគណៈដឹកនាំកម្ពុជាបានប្រឹងប្រែងជាទីបំផុតទាំងដំណើរការច្បាប់ដំណើរការទូតនិងការអត់ធ្មត់ជាអតិបរមាប៉ុន្តែហេតុអ្វីបានជាគណៈពេលដែលគណៈដឹកនាំក្រសួងការបរទេសទាំងថៃនិងកម្ពុជាក្នុងកិច្ចប្រជុំរាជាសាររកដោះស្រាយជាមួយនឹងភាគីអាមេរិកនិងម៉ាឡេស៊ីទៀតនោះតើវាយ៉ាងម៉េចថៃដោះស្រាយគ្នាមិនចេញឬអ្នកឯងចូលចិត្តយកគ្រាប់កាំភ្លើងដើម្បីមកដោះស្រាយបញ្ហាអ្នកឯងអួតអាងប៉ុណ្ណាអ្នកឯងអាងអាវុធរបស់អ្នកឯងមែនគុំស្រមៃឲ្យសោះថាអាចវាយកប្រាសាទវាយកទឹកដីរបស់កម្ពុជាបានចាំតែមើលចុះប្រសិនបើដំណាក់កាលនេះឈានទៅរកសង្គ្រាមម្ដងទៀតយ៉ាងពិតប្រាកដនោះអ្នកឯងមានតែភាពសោកស្ដាយតែប៉ុណ្ណោះគិតម្ដងទៀតមុននឹងសម្រេចចិត្តគម្រាមសម្លុតកម្ពុជាហើយសុទ្ធតែដាក់រយៈពេល24ម៉ោងឲ្យកម្ពុជាអត់បានខ្លាចសង្គ្រាមទេប៉ុន្តែកម្ពុជាខ្លាចប្រជាជនរងទុក្ខប្រជាជនស្លូតត្រង់ក៏ត្រូវការពេលវេលាដើម្បីរកស៊ីចិញ្ចឹមជីវិតចង់រស់នៅប្រកបទៅដោយសន្តិភាពនៅលើពិភពលោកនេះប្រទេសណាក៏ចង់បានសន្តិភាពដែរមានតែប្រទេសថៃទេដែលផ្កើនគ្រប់វិនាទីឃ្លានសង្គ្រាមណាស់ចង់តែបង្កឲ្យផ្ទុះអាវុធកាត់ឡើងទេពួតក្តែងថាខ្លួនឯងគោរពបទជុំបាច់ប៉ុន្តែធាតុពិតរបស់អ្នកចង់បង្កសកម្មភាពទំនាស់គ្រប់បែបយ៉ាងដើម្បីយកលេសធ្វើសង្គ្រាមតែប៉ុណ្ណោះព្រោះតែអ្នកឯងឃ្លានចង់បានទឹកដីខ្មែរមិនចេះឆ្អែតឆ្អន់អរគុណបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទេសនាវីដេអូមួយនេះជាចុងក្រោយខ្ញុំក៏សូមជូនពរបងប្អូនព្រះកងទ័ពឲ្យលោកទទួលបាននៅសុខសុវត្ថិភាពគ្រប់គ្នាពួកយើងគឺជាសមរភូមិក្រោយក៏សូមលើកទឹកចិត្តដល់ពួកគាត់នៅសមរភូមិមុខឲ្យមានកម្លាំងពលៈសូមបួងសួងវត្ថុស័ក្តិសិទ្ធិនិងព្រលឹងបុព្វបុរសខ្មែរជួយថែរក្សាជួយคุ้មគ្រងជួយការពារកុំឲ្យពួកលោកជួបរឿងអាក្រក់អ្វីទាំងអស់កម្ពុជាឈ្នះកម្ពុជាមានសន្តិភាពសូមអរគុណសូមជម្រាបលាបន្តិចទៀតយើងនឹងជួបគ្នានៅព្រឹត្តិការណ៍អាប់ដេតថ្មីជាបន្តបន្ទាប់យប់នេះប្រហែលជាមិនបានដេកទេមើលទៅខ្ញុំសូមអរគុណ